ជំរាបសួរថ្ងៃនេះនាងខ្ញុំសូមចែករំលែករបៀបធ្វើនំអំបុកបំពងឲ្យមានរសជាតិឈ្ងុយឆ្ងាញ់អំបុកនេះសល់កាលបុណ្យអុំទូកអំបុកសំពះព្រះខែហើយពេលនេះនាងខ្ញុំយកមកច្នៃធ្វើទុកឲ្យកូនញ៉ាំគ្រឿងផ្សំមានអំបុកសាច់ដូងចេកស្ករត្នោតម្សៅឆានិងអំបិលបន្តិចហើយគ្រឿងផ្សំទាំងអស់នេះនាងខ្ញុំឥតបានថ្លឹងបរិមាណវាទេគឺដាក់ស្មានយកតែម្ដងគឺយកមកឆ្ងាញ់បើសិនបើបងប្អូនចូលចិត្តផ្អែមបន្ថែមស្ករបន្តិចទៅសម្រាប់នាងខ្ញុំមិនសូវដាក់ស្ករច្រើនប៉ុន្មានទេដាក់គ្រឿងទាំងអស់ចូលក្នុងចានដែកហើយច្របល់ចូលគ្នាឲ្យសព្វការធ្វើនំអំបុកបំពងនេះគឺធ្វើតាមចំណង់ចំណូលចិត្តរៀងៗខ្លួនមានបងប្អូនខ្លះគាត់ធ្វើឥតបានយកចេកច្របល់ជាមួយនឹងអំបុកទេសម្រាប់នាងខ្ញុំចូលចិត្តយកចេកច្របល់ជាមួយនឹងអំបុកហើយដាក់ស្នូលចេកបន្ថែមទៀតហើយចេកគឺប្រើតែចេកពងមាន់ទុំញោគឺវាក្លិនឈ្ងុយក្រអូបល្អពេលច្របល់គ្រឿងចូលជាតិគ្នាល្អហើយដល់វគ្គលុញនំម្ដងគឺធ្វើឲ្យរាងសំប៉ែតហើយដាក់ចេកចូលហើយលុញជារាងមូលក៏បានជារាងពងក្រពើក៏បាននំអំបុកបំពងនេះនាងខ្ញុំឥតបានយកវាទៅបំពងនឹងខ្លាញ់ទេមួយរយៈនេះគឺញ៉ាំខ្លាញ់ច្រើនហើយដូច្នេះនាងខ្ញុំសូមជៀសវាងខ្លាញ់ហើយយកវាមកដុតជំនួសវិញហើយដុតនេះខ្ញុំប្រើកម្ដៅ180ដុតរយៈពេលកន្លះម៉ោងគឺឆ្អិនល្អហើយក្នុងអំឡុងពេលដុតហ្នឹងគឺត្រូវឧស្សាហ៍បើកដើម្បីត្រឡប់ទៅត្រឡប់មកផងដែរឥឡូវនេះនំអំបុករបស់នាងខ្ញុំបានឆ្អិនល្អពេលបើកមកគឺថាងុយឈ្ងប់ពេញផ្ទះហើយរសជាតិវិញគឺក្រអូបនឹងចេកពងមាន់ឈ្ងុយអំបុកនឹងដូងស្រួយខ្ញោកពេញក្រអូមមាត់សូមអរគុណសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់